នៅពេលយើងឲ្យតម្លៃចំពោះជីវិតនោះយើងនឹងឃើញពេលថាជីវិតមានរឿងជាច្រើនដែលធ្វើឲ្យយើងមានតម្លៃភ្ញាក់ដឹងខ្លួនភ្លាមមនុស្សដែលយើងនឹកឃើញមុនគេគឺមិនមែនមនុស្សដែលមានមុខមាត់ស្អាតទេតែជាមនុស្សដែលមានសភ័ណ្ឌដួងចិត្តពេលយើងស្រោចទឹកផ្កាយើងនឹងមានអារម្មណ៍ល្អជាមួយផ្កានោះវាក៏មានន័យថាយើងមានអារម្មណ៍ល្អជាមួយនឹងទង្វើដែលយើងបានប្រតិបត្តិចំពោះផ្កាដូចគ្នានៅក្នុងដំណើរជីវិតរាល់ថ្ងៃមានមនុស្សច្រើនណាស់ដែលតែងកែស្រឡាញ់ចូលចិត្តយើងប៉ុន្តែក៏មានមនុស្សមិនតិចឡើយដែលមានគំនិតទូទាត់ថេរនិយមចំពោះអ្វីដែលយើងគិតយើងនិយាយនិងអ្វីដែលយើងធ្វើរាល់ថ្ងៃវាមិនមានអ្វីចម្លែកនោះទេពីព្រោះថាយើងមិនមានកើតមកដោយបុព្វហេតុដើម្បីទាមទារចង់បានការស្រឡាញ់ចូលចិត្តនិងការគាំទ្រពីមនុស្សគ្រប់គ្នានោះទេអ្វីដែលធ្វើឲ្យយើងចង់រស់នៅបន្តគឺយើងគ្រាន់តែត្រូវការដឹងថាខ្លួនឯងជានរណាតែប៉ុណ្ណោះការសើចចំអកពេបជ្រាយនិងការមើលងាយរិះគន់ពីមនុស្សទូទាត់ថេរនិយមគឺជាការធ្វើពិសោធន៍មួយដ៏ធំដើម្បីទុកលទ្ធភាពសម្រាប់ឲ្យយើងរកឃើញខ្លួនឯងថាជានរណាឲ្យពិតប្រាកដបើយើងភ្ញាក់ពីដំណេកជាមួយនឹងគំនិតគិតខ្វល់ខ្វាយអំពីការយល់ឃើញរបស់អ្នកដទៃចំពោះយើងនោះដំណើរជីវិតមួយថ្ងៃដែលយើងទទួលបាននឹងคล้ายជាថ្ងៃដ៏អព្យាមង្គលដែលមិនមែនអាក្រក់តែមួយថ្ងៃនេះទេប៉ុន្តែវាអាចច្រើនជាងនេះហើយវានឹងបំផ្លាញសុខភាពផ្លូវចិត្តយើងយ៉ាងច្រើនបំផុតអ្វីដែលយើងត្រូវរំលឹកខ្លួនឯងជានិច្ចគឺគ្រប់យ៉ាងមិនរលូននោះទេវាគ្មានអ្វីដែលកើតឡើងដើម្បីបំពេញបំណងប្រាថ្នារបស់យើងដោយគ្មានការលះបង់អ្វីបន្តិចបន្តួចសោះនោះឡើយវាប្រកាសណាស់ដែលថាមនុស្សនៅក្បែរខ្លួនយើងខ្លះគឺជាមនុស្សដែលមានគំនិតទុតិយថេរនិយមចំពោះយើងប៉ុន្តែយើងអាចជ្រើសរើសបានបើយើងបណ្ដោយខ្លួនឲ្យខ្លាយជាជនរងគ្រោះដោយសារតែពាក្យពេបជ្រាយរបស់គេការតាំងចិត្តគ្រប់យ៉ាងដែលយើងមាននឹងត្រូវបំផ្លាញចោលទាំងអស់មិនមានអ្នកណាម្នាក់មកបំផ្លាញវាដោយផ្ទាល់នោះទេប៉ុន្តែគឺខ្លួនយើងនេះឯងដែលជាអ្នកបំផ្លាញគ្រប់យ៉ាងចោលមនុស្សដែលមានគំនិតទុតិយថេរនិយមអាចមានឥទ្ធិពលមកក្នុងការសម្រេចចិត្តរបស់យើងឬក៏មិនមានវាអាស្រ័យលើខ្លួនយើងព្រមបើកទ្វារទទួលស្វាគមន៍ឬមិនព្រមតែប៉ុណ្្នឹងឯងត្រូវចងចាំជានិច្ចថាគំនិតសត្យថេរនិយមឬគំនិតវិជ្ជមានរបស់យើងកាន់តែមានច្រើនប៉ុណ្ណាវានឹងជំរុញឲ្យសកម្មភាពដែលយើងធ្វើទៅកាន់តែមានប្រសិទ្ធភាពច្រើនប៉ុណ្ណឹងដែរในទីបញ្ចប់លទ្ធផលដែលយើងអាចសម្រេចបានគឺផ្ទុយស្រឡះពីការចំអកពេបជ្រាយពីសំណាក់មនុស្សដែលស្ដាយជាប់នៅគោលគំនិតទុតិយថេរនិយមចំពោះយើងកន្លងមកយើងត្រូវតែធ្វើឲ្យពួកគេបានឃើញយ៉ាងច្បាស់ថាពាក្យសម្ដីអវិជ្ជមានដែលគេនិយាយជះមករកយើងកន្លងមកវាមិនបានធ្វើឲ្យយើងទន់ជ្រាយឬខ្លាចញញើតទេប៉ុន្តែយើងបានប្រែក្លាយវាឲ្យទៅជាកម្លាំងជំរុញចិត្តដ៏អស្ចារ្យសម្រាប់ខ្លួនឯងដើម្បីសម្រេចតាមក្តីសុបិននៅក្នុងជីវិតរបស់យើង